សួស្តីពុកម៉ែបងប្អូនថ្ងៃនេះបងប្អូនមានមុខម្ហូបមួយចង់ចែកជូនបងប្អូនទស្សនាគឺពងទាចៀនជួនបងប្អូនឥឡូវកុំឲ្យខាតពេលយូរមកទស្សនាគ្រឿងផ្សំទាំងអស់គ្នាគ្រឿងផ្សំរបស់យើងផងដែរគឺមានដូចជាពងទាដូចជាសៀងនេះជាសៀងផ្អែមបងប្អូនយកសៀងផ្អែមមិនមែនសៀងប្រៃទេបងប្អូនហើយនេះជាខ្ញីរបស់យើងបងប្អូនតោះកុំឲ្យខាតពេលយូរសូមបងប្អូនជួយចុច subscribe អ្នកមួយផងបងប្អូនដើម្បីបងប្អូនមានកម្លាំងចិត្តធ្វើវីដេអូក្រោយៗទៀតបងប្អូនតោះកុំឲ្យខាតពេលយូរមកទស្សនាការធ្វើទាំងអស់គ្នាបងប្អូនជាដំបូងយើងចៀនពងទាមកហើយពងទានេះសូមបញ្ជាក់បងប្អូនថាកុំចៀនចិនពេកបងប្អូនពេលណាដែលវាចៀនចិនពេកមើលទៅវាបាត់រសជាតិណាយើងចៀនមកម៉មបានបងប្អូនសម្រាប់ពងទាយើងចៀនចិន 100% បងប្អូនតោះកុំឲ្យខាតពេលយូរយើងចូលមកទស្សនាការធ្វើទាំងអស់គ្នាបងប្អូនបន្ទាប់ពីយើងដាក់ខ្លាញ់ឲ្យក្តៅមកយើងចាប់ដើមចាក់ខ្ញីចូលត្រឡប់វាឲ្យ3-4ត្រឡប់មកដើម្បីឲ្យវាខ្ញីយើងវាទន់បងប្អូនបន្ទាប់ពីយើងឆាខ្ញីយើងរឿងទន់មុំហើយយើងចាប់ដើមចាក់សៀងផ្អែមយើងចូលវិលត្រឡប់ហើយអានោះវាក្រហមបងប្អូនមិនមែនខ្លោចទេអានោះវាក្រហមខ្ទឹមទេបងប្អូនខ្ញីយើងវានៅរឿងទន់រឹងឡើយទេអញ្ចឹងយើងចាក់វាមកខាងសិនមកដើម្បីឲ្យខាងខ្ញីយើងនោះខាងនោះវាទន់អញ្ចឹងចាំមើលដល់ពេលវារឿងទន់មុំហើយចាំយើងត្រឡប់វាចូលគ្នាមកបងប្អូនហើយនេះខ្ញុំបាទខ្ញុំថែមស្ករបន្តិចថែមប៊ីចេងបន្តិចតែនេះសៀងផ្អែមស្រាប់បងប្អូនចូលចិត្តមិនចូលចិត្តផ្អែមពេកក៏បានដែរប៉ុន្តែនេះវារៀងប្រៃដែរបងប្អូនអញ្ចឹងខ្ញុំដាក់ឲ្យវារៀងផ្អែមបន្តិចបងប្អូនគឺខ្ញុំចូលចិត្តរៀងផ្អែមបន្ទាប់ពីសៀងនិងខ្ញីយើងច្បល់ចូលរសជាតិគ្នាហើយយើងចាប់ដើមដាក់ពងទាចូលបងប្អូនសូមចាក់បងប្អូនពងទានេះយើងកូរកុំខ្លាំងពេកបងប្អូនខ្លាចវាបែកទៅអញ្ចឹងយើងដាក់ថ្លប់វាបន្តិចបានហើយបងប្អូនដើម្បីវាចូលជាតិណាឥឡូវនេះពងទាចៀនជួនយើងហើយ 100% ហើយបងប្អូនសូមអរគុណបងប្អូនដែលតាមដានវីដេអូនេះរហូតដល់ចប់សូមអរគុណសូមជម្រាបលា